ហើយយ៉ាអ្នកនរគ្នាអញ្ចឹងវាសូថានេះខាងបន្តអាប់ដេតបញ្ចេញទៅលើការអាប់ដេតពេជ្រលឿនអ្នកនរគ្នាអញ្ចឹងពេជ្រលឿននេះដែរអញ្ចឹងបើសិនជាជាក់ស្ដែងយើងបើលេងរាល់ថ្ងៃឬមួយយើង claim រាល់ថ្ងៃគឺយើងបានច្រើនប៉ុន្តែដោយសារខ្ញុំអត់សូវបានលេងអត់សូវបាន claim ទៅពេជ្រលឿនគឺមានតែ100ចិត្តទេអញ្ចឹងពេជ្រលឿនអ្នកនរគ្នាឆ្លល់ថាយកទៅធ្វើអីអញ្ចឹងពេជ្រលឿននៅពេលដែលយើងសល់បានច្រើនគឺយើងអាចបដូរយក skin បានព្រោះថា skin របស់ហ្នឹងគឺតម្លៃវាគឺត្រឹមតែ1ពេជ្រទេអញ្ចឹងអ្នកនរគ្នាអាចមើលបានគឺ skin លយមែនទែនដូចជា skin Hanzo skin Esmeralda skin Rusen យល់ទេអ្នកនរគ្នាគឺមាន skin ច្រើនមែនទែននៅក្នុងហ្នឹងសិតតែ skin ដែលអាចនិយាយបានថាមើលទៅលយណាដូចជា Balleric នេះអីគឺគាត់ថាអែមដែរប៉ុន្តែគាត់ថាបើស្រាប់ខ្ញុំអត់សូវបានលេងបានទេ Balleric នេះអញ្ចឹងអ្នកនរគ្នាមើលទៅព្រោះដោយសារ skin មួយនៅពេលចេញ event ពេជ្រលឿនគឺplayer យកមួយចំនួនគឺតែងតែនិយាយថា claim ទៅលើពេជ្រលឿងឬក៏ defend ទៅលើពេជ្រលឿងក្នុងការដែលខាងមុនតុនគេបញ្ចេញទៅលើការទិញ skin មួយពេជ្រណាអញ្ចឹងគឺមានច្រើនមែនទែនអ្នកនរគ្នាអាចមើលបានដូច Yin នេះអីមែនទែនតែគាត់ថាខ្ញុំអត់សូវបានចេះលេងខ្ញុំអត់សូវលេងទៅលើ Yin អញ្ចឹងតាមទីទៀតខ្ញុំរៀនលេងចេញ event លើក្រោយខ្ញុំទិញ skin យកតែម្ដងប៉ុន្តែថាឥឡូវនេះអ្នកនរគ្នាមើលទៅព្រោះពេជ្រយើង0ពេជ្រខៀវណាអញ្ចឹងពេជ្រលឿងយើងមានតែ170តាមពិតទៅអ្នកនរគ្នាតាមពិតបើសិនខ្ញុំ top up ដាក់ត្រឹមតែពេជ្រលឿងត្រឹមតែ$1អីក៏ខ្ញុំអាចទិញបានតែគាត់ថាសំខាន់អត់ money ដែរអ្នកនរគ្នាអញ្ចឹងនេះដូច skin ឈួយអែមដែរអញ្ចឹងអ្នកនរគ្នាបាយមានប៉ុណ្្នឹងឯង